សួស្តីទាំងអស់គ្នាហើយនៅក្នុងវីដេអូមួយនេះគឺចូលមកដល់ YouTube YouTube នេះ YouTube គឺខ្ញុំសរសេរទាញចំនួន4 option ទី1 video ទី2 short ទី3 MP3 ទី4 thumbnail អញ្ចឹងទី1 video ហ្នឹងគឺយើងមកចែឥឡូវឧទាហរណ៍ថាវីដេអូណាណោះព្រោះអីអានេះជាការឧទាហរណ៍ទេអញ្ចឹងកុំអាគិតថាខ្ញុំធ្វើឲ្យខុសច្បាប់ធ្វើឲ្យអីបរិញ្ញាខុសច្បាប់អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់បានចង់បានអីគេ podcast ចង់បាន podcast របស់ម្នាក់នេះវែងរកបែបខ្លីៗបន្តិចវីដេអូខ្លះរាប់ម៉ោងអូខេវីដេអូរបស់ម្នាក់នេះគាត់រៀងតិចនេះវីដេអូយើងចុច play វីដេអូទៅនេះអញ្ចឹងយើងចុចមក copy URL នឹងមកបន្ទាប់មកយកមកផាសនៅត្រង់នេះបន្ទាប់មកយើងចុចខាងវីដេអូហើយយើងចុច scrap នៅទៅនេះអូខ្ញុំដាក់ដល់25តែវាមិនអីលឿនហ្នឹងអីនេះមកជាប្រភេទឈ្មោះ link ហើយនឹងចំនួន like ចំនួន view ចំនួនមើល watch ហើយសម្រាប់ short ក៏ដូចគ្នានេះខ្ញុំឧទាហរណ៍តែម្ដងសម្រាប់short យើងគ្រាន់តែចុចលើកន្លែង short ហ្នឹងមកហើយយើងទៅ copy short មក short មិញខ្ញុំយកអានេះវិញ Vita នេះអូខេ short អូខេនេះ short នេះអូខេចុចលើ short ផាសមកនេះ short ហើយចុច scrap ចេញមកអញ្ចឹងតឹងប្រមាណហ្នឹងឧទាហរណ៍ថាខ្ញុំចង់ download មិញជាវីដេអូនេះបើសិនជាយើងចុចទៅនឹងហើយចុច download មក short យើងចុចទៅនឹងហើយចុច download មកអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ download short នេះចុះចុច download បន្ទាប់មកខ្ញុំដាក់នៅទៅនេះ YouTube មាន YouTuber ចុច OK ហើយខ្ញុំមកកាន់ folder short វីដេអូនេះវានឹង download នៅទៅនេះឥឡូវវា starting សិននេះ download មកហើយអូខេអញ្ចឹងនេះគឺវិធី download ចេញពី YouTube អញ្ចឹងឥឡូវខ្ញុំ stop សិនបន្ទាប់មកយើងមកមើលជាប្រភេទ MP3 អាដែលមិញហ្នឹងអា short មិញហ្នឹងយើងមិនបាច់ទៅ refresh អីម្ដងទៀតទេចុចកន្លែងតែ MP3 ហ្នឹងមកហើយខ្ញុំចុច download បន្ទាប់មកខ្ញុំចូលមកYouTube នឹងអាដែលតែម្ដងនេះខ្ញុំដាក់ថា MP3 ហើយខ្ញុំចុច download យើងមកមើល MP3 វា start convert សិនព្រោះអីអានេះវា download ហើយវាត្រូវ convert នេះវាត្រូវ download convert ទៅមកតង់ទៀតអញ្ចឹងអានេះគឺវិធីងាយសម្រាប់អ្នកទាំងអស់គ្នាដែលចង់បានខ្ញុំចុច stop ហើយបើសិនយើងចង់ download ជា thumbnail យើងចុច thumbnail មកបន្ទាប់មកនៅក្នុង folder នឹងដដែលខ្ញុំដាក់ thumb យើងចង់បង្កើតអីបង្កើតទៅតាមឈ្មោះយើងចង់បានទេតែបើខ្ញុំធ្វើវីដេអូជាឧទាហរណ៍ឲ្យមើលខ្ញុំធ្វើអញ្ចឹងទៅងាយឆាប់យល់អូខេអញ្ចឹងឥឡូវវានឹង download នេះអាវីដេអូនេះជារូបភាព thumbnail ណោះចុច view ឲ្យមើលនេះចេញមកអញ្ចឹងហ្នឹងអញ្ចឹងអានេះគឺតកតងជាមួយនឹងការ download YouTube អូខេមានតែប៉ុណ្ណឹងខ្ញុំចុច stop ទៅវិញ